hút hút trong cả nghiệp còn thô pha bị ây da bát nhẹ nà ây da to xôm hành trình một ca hút hút cáp sai bần to to sầm rạp rộp điệp crom nâng rộp điệp bầu rán nâng sầm đá lô hạt thịtកំពូលអាហារចេះស៊ីផ្សេងគ្នាជំរាបសួរសំណួរទី1គឺឈីសំណួរបន្ទាប់គឺកំចាត់ឈីហើយភ្នាល់បាចិនដើម្បីរុំឈីយកបន្ថែមហើយលាយវាហើយបន្ថែម IR និង free ញ៉ាំហើយរីករាយជាមួយវាដំបងហើយរុំនិងបន្ថែមជាមួយស៊ុតនេះនិងលាយនេះហើយចាក់ទៅនេះនិងចៀនជ្រៅវាហើយរីករាយជាមួយវាដំបងដាក់លេហើយបន្ទាប់មកកិនវាជាមួយនឹងបន្ទាប់មករ៉េបនិងងឿឡាម្សៅនិងអំបិលរួចចៀនឲ្យជ្រៅរួចញ៉ាំវាដោយរីករាយឈីខ្ចប់បាជុន free ជ្រៅ3 2 1ទៅក្បៀសំណួរទី1គឺឈីសំណួរបន្ទាប់គឺកំចាត់ឈីហើយភ្នាល់ដាក់បាចិនដើម្បីរុំឈីយកវាទៅលាយរួចបន្ថែម IR និងចៀនញ៉ាំឲ្យសព្វរួចរុំហើយបន្ថែមជាមួយពងមាន់នេះហើយលាយវាហើយចាក់នេះហើយចៀនឲ្យជ្រៅហើយរីករាយជាមួយវាមុនពេលដាក់ស្រទាប់រួចកិនវាជាមួយរួយរុំនិងឡូម្សៅនិងអំបិលនិងចៀនជ្រៅហើយញ៉ាំវាដោយរីករាយទី1គឺឈីសំណួរបន្ទាប់គឺកំចាត់ឈីហើយភ្នាល់បាចិនដើម្បីរុំសំណួរបន្ទាប់គឺកំចាត់ឈីហើយភ្នាល់បាចិនដើម្បីរុំដែលត្រូវបានរីករាយជាមួយសំណួរអំពីសំណួរទី1គឺឈីសំណួរបន្ទាប់គឺកំចាត់ឈីហើយភ្នាល់បាចិនដើម្បីរុំឈីយកបន្ថែមហើយលាយវាហើយបន្ថែម IR និង free ញ៉ាំហើយរីករាយជាមួយវាដំបងហើយរុំនិងបន្ថែមជាមួយស៊ុតនេះនិងលាយនេះហើយចាក់ទៅនេះនិងចៀនជ្រៅវាហើយរីករាយជាមួយវាដំបងដាក់លេហើយបន្ទាប់មកកិនវាជាមួយនឹងបន្ទាប់មករ៉េបនិងងឿឡាម្សៅនិងអំបិលរួចចៀនឲ្យជ្រៅរួចញ៉ាំវាដោយរីករាយជុំបន្ទាប់គឺ2កង់បាចិន GC 3 2 1ទៅដំបងបើកហើយរុំហើយបន្ថែមស៊ុតនេះហើយលាយវារួចចាក់វាចូលហើយបន្ថែមវាហើយចៀនឲ្យជ្រៅហើយរីករាយ
ដំបងបើកហើយរុំហើយបន្ថែមស៊ុតនេះហើយលាយវារួចចាក់វាចូលហើយបន្ថែមវាហើយចៀនឲ្យជ្រៅហើយរីករាយដែលត្រូវបានរីករាយនឹងសំណួរអំពីការបើកដំបងហើយរុំហើយបន្ថែមជាមួយស៊ុតនេះនិងលាយវាហើយចាក់វាហើយបន្ថែមវាហើយចៀនវាហើយរីករាយជាមួយវាជុំបន្ទាប់គឺ3តើអ្នកនឹងញ៉ាំអាហារនេះទេ3 2 1ទៅដំបងដាក់លេរួចកិនវាឲ្យម៉ត់រួចកាត់វាចេញរួចដាក់ជាមួយម៉ូហ្សារ៉េឡារួចរុំបាជុនរួចដាក់ពងមាន់និងម្សៅនិងអំបិលរួចចៀនឲ្យជ្រៅរួចញ៉ាំឲ្យឆ្ងាញ់ដំបងដាក់ដិតលេរួចកិនវារួចកាត់វារួចយកចេញរួចបន្ថែមជាមួយម៉ូហ្សារ៉េឡារួចរុំប៊ីចេងរួចដាក់ស៊ុតនិងម្សៅនិងអំបិលរួចចៀនឲ្យជ្រៅរួចញ៉ាំចូលចិត្តដែលពេញចិត្តនឹងសំណួរអំពីហ្វឺពុតដិតលេរួចហើយបុកវារួចកាត់វារួចយកវាចេញរួចបន្ថែមជាមួយម៉ូហ្សារ៉េឡារួចរុំបាជុនរួចដាក់ពងមាន់ម្សៅនិងអំបិលរួចចៀនឲ្យជ្រៅរួចញាំឲ្យឆ្ងាញ់ហើយបន្ទាប់មកជុំបន្ទាប់គឺ4ប៉មឈីសចៀនជ្រៅ3 2 1ទៅដំបងដាក់ឈីសដាក់ក្នុងប៉មខ្ពស់រួចដាក់ម្សៅនិងស៊ុតអំបិលនិងទឹកដោះគោចូលច្របល់ចូលគ្នារួចដាក់ឈីសថាវើខ្ពស់ចូលក្នុងស៊ុតអំបិលស្កររួចយកផ្នែកចៀននិងចៀនយ៉ាងជ្រៅមកមើលថាមានអ្វីខ្លះនៅខាងក្នុងប៉មចៀនបំពងរួចញ៉ាំវាដោយរីករាយដំបងដាក់ឈីសដាក់ក្នុងប៉មខ្ពស់រួចដាក់ម្សៅនិងស៊ុតអំបិលនិងទឹកដោះគោរួចច្របល់ចូលគ្នាហើយបន្ទាប់មកដាក់ឈីសថាវើខ្ពស់នៅក្នុងទឹកដោះគោស៊ុតអំបិលស្ករបន្ទាប់មកផ្នែកចៀននិងចៀនវាយ៉ាងជ្រៅហើយបន្ទាប់មកសូមមើលអ្វីដែលនៅខាងក្នុងប៉មឈីសចៀនជ្រៅហើយបន្ទាប់មកញ៉ាំវាហើយរីករាយដែលត្រូវបានរីករាយនឹងសំណួរអំពីអាយធីដំបងដាក់ឈីសដាក់ក្នុងប៉មខ្ពស់រួចដាក់ម្សៅនិងស៊ុតអំបិលនិងទឹកដោះគោចូលច្របល់ចូលគ្នារួចដាក់ឈីសថាវើខ្ពស់ចូលក្នុងស៊ុតអំបិលស្កររួចយកផ្នែកចៀននិងចៀនយ៉ាងជ្រៅមកមើលថាមានអ្វីខ្លះនៅខាងក្នុងប៉មចៀនបំពងរួចញ៉ាំវាដោយរីករាយហើយចុងក្រោយគឺលោហៈធាតុស៊ីណូទីបេតានហៅផងដែរថាត្រង់ហ៊ីម៉ាឡាយ៉ាន1 2គឺជាក្រុមគ្រួសារដែលមានច្រើនជាង400ភាសាទី2បន្ទាប់ពីឥណ្ឌូអឺរ៉ុបក្នុងចំនួនអ្នកនិយាយដើម3មនុស្សប្រហែល 1,4000 មានអ្នកនិយាយភាសាចិនទីបេតភាគច្រើននៃទាំងនេះគឺជាអ្នកនិយាយដើមកំណើត 1,3000 មានអ្នកនៃភាសាស៊ីនីធីក
ភាសាចិនទីវេផ្សេងទៀតដែលមានចំនួនអ្នកនិយាយច្រើនរួមមានភាសាភូមា33លាននិងភាសាទីវេ6លានភាសាផ្សេងទៀតនៃគ្រួសារត្រូវបាននិយាយនៅហិមាឡាយាមហាសមុទ្រអាស៊ីអាគ្នេយ៍និងគែមខាងកើតនៃខ្ពង់រាបទីវេភាគច្រើននៃទាំងនេះមានសហគមន៍សន្តិរកថាតូចៗនៅតំបន់ភ្នំដាច់ស្រយាលហើយដូច្នេះត្រូវបានបកស្រាយយ៉ាងលំបាកក្រុមរងកម្រិតទាបជាច្រើនត្រូវបានស្ថាបនាឡើងវិញដោយសុវត្ថិភាពប៉ុន្តែការកសាងឡើងវិញនៅភាសាគំរូសម្រាប់គ្រួសារទាំងមូលគឺនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយដូច្នេះរចនាសម្ព័ន្ធកម្រិតខ្ពស់នៃចិនទីវេនៅតែមិនច្បាស់លាស់ទោះបីជាក្រុមគ្រួសារត្រូវបានបង្ហាញជាប្រពៃណីដែលបែងចែកទៅជាភាសាស៊ីនីធីកពោគឺភាសាចិននិងសាខាទីបេតូបឺមិនក៏ដោយក៏ប្រភពដើមទូទៅនៃភាសាដែលមិនមែនជាស៊ីនីធីកមិនត្រូវបានបង្ហាញនោះទេការចាត់ថ្នាក់ដំបូងបានដាក់ភាសាក្រាដៃនិងខ្មុំមាននៅក្នុងគ្រួសារភាសាចិនទីវេការដាក់ក្រុមនេះបន្តត្រូវបានគាំទ្រដោយអ្នកភាសាចិន5ប៉ុន្តែត្រូវបានបដិសេធដោយសហគមន៍អន្តរជាតិចាប់តាំងពីទសវត្សរ៍ឆ្នាំ1940ដែលពន្យល់ពីការដាក់ជាក្រុមជាតំបន់បញ្ចូលគ្នា6បំណងជាប់ជាច្រើនទៅកាន់គ្រួសារភាសាអាស៊ីអាគ្នេយ៍ផ្សេងទៀតត្រូវបានស្នាក់ឡើងប៉ុន្តែគ្មាននរណាម្នាក់អាចទទួលយកបានទូលំទូលាយនោះទេការយល់ស្របសម័យទំនើបគឺថាភាសាចិនទីវេមិនតាក់ទងនឹងគ្រួសារភាសានៃអាស៊ីអាគ្នេយ៍ទេប៉ុន្តែពួកវាមានភាពស្រដៀងគ្នាដោយសារឥទ្ធិពលនៃភាសាចិនដីគោកនៅក្នុងតំបន់ភាសាអាស៊ីអាគ្នេយ៍ដីគោកភាសាម៉ុងហ្គោលីគឺជាគ្រួសារភាសាដែលនិយាយដោយជនជាតិម៉ុងហ្គោលីនៅអាស៊ីខាងជើងអាស៊ីបូព៌ាអាស៊ីកាដាននិងអឺរ៉ុបខាងកើតភាគច្រើននៅម៉ុងហ្គោលីនិងតំបន់ជុំវិញនិងនៅកូឡូមីគៀនិងវ៉ឺលីទីសមាជិកដ៏ល្បីល្បាញបំផុតនៃគ្រួសារភាសានេះម៉ុងហ្គោលីគឺជាភាសាចម្បងរបស់អ្នកស្រុកភាគច្រើននៃម៉ុងហ្គោលីនិងអ្នករស់នៅម៉ុងហ្គោនៃម៉ុងហ្គោលីខាងក្នុងដែលមានអ្នកនិយាយប្រមាណ5-7 បូកមីលីភាសាទូគីគឺជាគ្រួសារភាសាដែលមានឯកសារច្រើនជាង35ពីដែលនិយាយដោយប្រជាជនទូគីនៃអឺរ៉ាស៊ីអឺរ៉ុបខាងកើតនិងអឺរ៉ុបខាងត្បូងរហូតដល់អាស៊ីកាដានអាស៊ីបូព៌ាអាស៊ីខាងជើងស៊ីបេរីនិងអាស៊ីខាងលិចភាសាទូគីមានដើមកំណើតនៅក្នុងតំបន់អាស៊ីបូព៌ាដែលលាតសន្ធឹងពីម៉ុងហ្គោលីទៅភាគនិវត្តនៃប្រទេសចិនដែលភាសាប្រូតូទូគីត្រូវបានគេគិតថាត្រូវបានគេនិយាយពីកន្លែងដែលពួកគេបានពង្រីកទៅអាស៊ីកាដាននិងឆ្ងាយទៅខាងលិចក្នុងអំឡុងសវត្សរ៍ដំបូង4ពួកវាត្រូវបានកំណត់លក្ខណៈជាគ្រាមភាសា5ភាសាទូគីត្រូវបាននិយាយដោយមនុស្សប្រហែល200លាននាក់1ភាសាទូគីដែលមានចំនួនអ្នកនិយាយច្រើនជាងគេគឺភាសាទូគីដែលនិយាយជាចម្បងនៅក្នុងអាណាតូលៀនិងបាកង់អ្នកនិយាយដើមរបស់វាមានចំនួនប្រហែល38%នៃអ្នកនិយាយទូគីទាំងអស់បន្ទាប់មកដោយរូបបេសលក្ខណៈដូចជាភាពចុះអារម្មណ៍ស្រៈការបូកបញ្ចូលគ្នាលំដាប់វត្ថុទៅរយៈសាស្ត្រនិងកង្វះនៃយេនឌ័រវេយ្យាករណ៍គឺស្ទើរតែជាសកលនៅក្នុងគ្រួសារទូគី4មានកម្រិតខ្ពស់នៃភាពវៃឆ្លាតទៅវិញទៅមកនៅពេលដែលមានការប៉ះពាល់កម្រិតមធ្យមក្នុងចំណោមភាសាឱកាសផ្សេងៗដែលរួមមានទូគីអាស៊ីបៃហ្សំទូគីកាស្កៃចាហាម៉ាហាវីទូគីកាបនិងបាល់កាន់ដាបូទូគីក៏ដូចជាឱកាសពីស្លឹងព្រីមៀមថា6ភាសាទូគីផ្សេងទៀតបង្ហាញពីភាពខុសប្លែកគ្នានៃភាពវៃឆ្លាតទៅវិញទៅមកនៅក្នុងក្រុមរងរបស់ពួកគេផងដែរ
ទោះបីជាវិធីសាស្ត្រនៃការចាត់ថ្នាក់មានភាពខុសប្លែកគ្នាក៏ដោយភាសាទូគីជាធម្មតាត្រូវបានចាត់ទុកថាត្រូវបានបែងចែកទៅជាពីរផ្នែកគឺអគូដែលសមាជិកតែមួយគូដែលនៅរស់គឺជួបនិងខមមិនទូគីដែលរួមបញ្ចូលភាសាទូគីផ្សេងទៀតទាំងអស់ភាសាទូគីបង្ហាញពីភាពស្រដៀងគ្នាជាច្រើនជាមួយនឹងភាសាម៉ុងហ្គោលីតុងបូកូរ៉េនិងភាសាជប៉ុនភាពស្រដៀងគ្នាទាំងនេះបាននាំឲ្យអ្នកភាសាវិទ្យាមួយចំនួនរួមទាំងតាឡាតេអ៊ីនស្នើឲ្យមានគ្រូសាភាសាអាល់តាអ៊ីទោះបីជាសំណានេះត្រូវបានបដិសេធយ៉ាងទូលំទូលាយដោយអ្នកភាសាវិទ្យាប្រវត្តិសាស្ត្រក៏ដោយ7-8ភាពស្រដៀងគ្នាជាមួយភាសាយូរ៉ានីថែមទាំងបណ្ដាលឲ្យក្រុមគ្រួសារទាំងនេះត្រូវបានចាត់ទុកថាជាក្រុមមួយអស់រយៈពេលជាយូរមកហើយក្រោមសមាជិកកម្មយូរ៉ាអាល់តាអ៊ី9-10-11ទោះយ៉ាងណាក៏ដោយមិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីសន្និដ្ឋានអំពីអត្ថប្រយោជន៍នៃ Macro Family ទាំងពីរនេះទេលក្ខណៈរួមរវាងភាសាត្រូវបានចាត់ទុកថាបច្ចុប្បន្នជាទំនាក់ទំនងភាសាបូរេប្រវត្តិយ៉ាងទូលំទូលាយភាសាតុងស៊ីកត្រូវបានគេស្គាល់ផងដែរថាជាម៉ានទូតុងនិងតុងបង្កើតជាគ្រួសារភាសាដែលនិយាយនៅស៊ីបេរីខាងកើតនិងម៉ាន់ជូរីដោយជនជាតិតុងស៊ីកភាសាតុងស៊ីកជាច្រើនកំពុងរងគ្រោះថ្នាក់មានអ្នកនិយាយដើមកំណើតប្រហែល75.000អ្នកនៃភាសារស់នៅរាប់សិបនៃគ្រួសារភាសាតុងស៊ីកពាក្យតុងស៊ីកគឺមកពីពាក្យក្រៅសម្រាប់ប្រជាជនទីវ៉ាន់ទូបែនពីដែលប្រើដោយយ៉ាគុតងភាសាតុងស៊ីកក្រៅបានគេភាសាកូរ៉េគឺជាភាសាគ្រួសារតូចមួយដែលមានភាសាកូរ៉េនិងជេជូក្រោយមកទៀតត្រូវបានពិពណ៌នាជាញឹកញាប់ថាជាគ្រាមភាសានៃភាសាកូរ៉េប៉ុន្តែមិនអាចយល់បានទៅវិញទៅមកជាមួយពូជកូរ៉េដីគោក Alexander Wolin ក៏បានស្នើផងដែរថាគ្រាមភាសាយោគជិញនៃភាគឦសានឆ្ងាយគឺតែត្រូវបានសម្គាល់ស្រដៀងគ្នាភាសាកូរ៉េត្រូវបានចងក្រងជាឯកសារយ៉ាងបរិបូរណ៍ចាប់តាំងពីការបញ្ចូលអក្ខរក្រមហាមួយនៅសតវត្សទី15ការបកប្រែភាសាកូរ៉េមុនដោយប្រើអក្សរចិនគឺពិបាកបកស្រាយជាងពូជទំនើបទាំងអស់គឺមកពីជនជាតិកូរ៉េចាស់នៃរដ្ឋយូនីហ្វាយស៊ីឡាដែលបានបង្រួបបង្រួមនគរទាំង3នៃប្រទេសកូរ៉េអ្វីដែលត្រូវបានគេស្គាល់តិចតួចនៃភាសាផ្សេងទៀតដែលនិយាយនៅលើឧបទ្វីបមុនការបង្រួបបង្រួមស៊ីលិនចុងសតវត្សទី7ភាគច្រើនមកពីឈ្មោះទីកន្លែងភាសាទាំងនេះខ្លះត្រូវបានគេជឿថាជាភាសាកូរ៉េប៉ុន្តែក៏មានភស្តុតាងដែលបង្ហាញថាភាសាជប៉ុនត្រូវបានគេនិយាយនៅតំបន់កាដានិងភាគខាងត្បូងនៃឧបទ្វីបមានការប៉ុនប៉ងជាច្រើនដើម្បីភ្ជាប់ភាសាកូរ៉េជាមួយក្រុមគ្រួសារភាសាផ្សេងទៀតដែលភាគច្រើនជាញឹកញាប់ជាមួយតុងស៊ីកឬចាប៉ូនិកប៉ុន្តែมันមានទំនាក់ទំនងសែនដែលបានស្នើឡើងត្រូវបានបង្ហាញឲ្យឃើញទាំងស្រុងនោះទេទីទំព័រដែលត្រូវការ 3A ភាសាជប៉ុនឬភាសាជប៉ុន Ryukyu គឺជាគ្រួសារភាសាមួយមានភាសាជប៉ុនដែលនិយាយនៅក្នុងកោះសំខាន់ៗនៃប្រទេសជប៉ុននិងភាសា Ryukyu ដែលនិយាយនៅកោះ Ryuki គ្រួសារនេះត្រូវបានទទួលយកជាសកលដោយអ្នកភាសាវិទ្យាហើយការវិវត្តដ៏សំខាន់ត្រូវបានធ្វើឡើងក្នុងការស្ថាបនាឡើងវិញនៅភាសាគំរូប្រូតូចាប៉ូនិកមួយការស្ថាបនាឡើងវិញបង្កប់នៃការបំបែករវាងភាសាទាំងអស់នៃភាសាជប៉ុននិងទូទាំងយុទ្ធទាំងអស់ប្រហែលជាមុនសតវត្សទី7ភាសាហាជីជូដែលនិយាយនៅលើកោះអាយស៊ូក៏ត្រូវបានរួមបញ្ចូលផងដែរប៉ុន្តែទីតាំងរបស់វានៅក្នុងគ្រួសារគឺមិនច្បាស់លាស់ដែលត្រូវបានរីករាយជាមួយអាហារមួយមុខជាស៊ីហើយអ្នកមិនគិតយើងទទួលបានវេទិកាសម្រាប់របៀបក្រុមសម្រាប់ចម្លើយពេលនេះដល់ពេល
ដែលយើងត្រូវលេងវាឡើងដើម្បីតែដៃពេលនេះវាជាការហូបបាត់បង់ការផ្សាយបន្តផងជួបគ្នាពេលក្រោយជួបគ្នាពេលក្រោយហើយជួបគ្នាពេលក្រោយ